ស្រាវជ្រាវបែបណាខ្លះឡើយនោះគឺក្រុមនៅក្នុងការសិក្សាទំនើបក្រុមស្រាវជ្រាវអក្សរសាស្ត្រខ្មែរភាសាវិទ្យាខ្មែរបាននឹងកំពុងបដោតលើទិសដៅវចនស័ព្ទវិទ្យាទំនើប4ទី1នោះគឺការប្រមូលផ្ដុំនិងចងក្រងសត្វទានក្រម digital ទី2នោះគឺការវិវត្តនៃនិងប្រភពដើមទៀតទី3នោះគឺការវិភាគភាសាវិទ្យាសង្គមនិងភាសាព័ត៌មានវិទ្យាចំណែកឯទី4នោះគឺការរៀបចំសៀវភៅគោលនិងឯកសារបង្រៀនសំណួរទី8គឺសួរថាតើមុខវិជ្ជាវចនានុក្រមវិទ្យាបំពេញភារកិច្ចឲ្យវចនស័ព្ទវិទ្យាក្នុងរូបភាពបែបណាមុខវិជ្ជាវចនានុក្រមវិទ្យាបានបំពេញភារកិច្ចឲ្យវចនស័ព្ទវិទ្យាក្នុងរូបភាពជាការអនុវត្តជាក់ស្ដែងដូចជាការផ្ដល់ទិន្នន័យជាក់ស្ដែងការរៀបចំរចនាសម្ព័ន្ធពាក្យនិងការសម្រួលការសិក្សាភាសាអរគុណ